ថ្ងៃនេះខ្ញុំបានធ្វើដំណើរមករាជធានីភ្នំពេញដើម្បីអឺមកថតរូបភាពរឿងរាមកេរ្តិ៍នៅព្រះបរមរាជវាំងនៅថ្ងៃនេះខ្ញុំនឹងថតជាវីដេអូចែកម្លែកដល់បងប្អូនបាទឥឡូវយើងបន្តដំណើរទៅកន្លែងលក់សំបុត្រតែម្ដងយើងបន្តដំណើររបស់យើងទាំងអស់គ្នាទៅកន្លែងលក់សំបុត្រឥឡូវយើងទិញបានសំបុត្រ2ហើយចូលទៅក្នុងព្រះរាជវាំងទាំងអស់គ្នាណាឥឡូវយើងចូលនៅខាងក្នុងហ្នឹងណាហើយយើងបន្តដំណើរទៅមុខទៀតដោយសារតែនៅខាងក្នុងយើងមានកន្លែងស្អាតៗច្រើនបាទហើយយើងមកដល់ទីតាំងហើយជួយថតរូបភាពផងស្អាតឃើញទេនេះជារូបភាពដែលនៅថែវវត្តប្រកែមរកតដែលជារឿងរាមកេរ្តិ៍ហើយខ្ញុំនឹងថតបទមួយជូនដល់បងប្អូនអរគ្នាទុកជាមេរៀនដើម្បីងាយចងចាំផងហើយដើម្បីស្វែងយល់អំពីវប្បធម៌របស់ខ្មែរយើងក៏ដូចជាសិល្បៈដែលមាននៅលើជញ្ជាំងប្រាសាទប្រកែមរកតណាបាទយើងមកខាត់ពេលយូរឥឡូវយើងតាមដាននៅសកម្មភាពថតអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនដែលតាមដានក្នុង page បើគិតថាវីដេអូខ្ញុំមានសារៈសំខាន់មានប្រយោជន៍នេះសូម follow និង share ម្នាក់មួយដើម្បីចែកម្លែកដល់អ្នកគ្នា